សួងធនធានទឹកបើកកិច្ចប្រជុំពិនិត្យសំណើចរចាលើគម្រោងស្ថាបនានិងស្ដារប្រព័ន្ធធារាសាស្ត្រចំនួន12នៅក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន8អាយុដំសុតរស្មីរដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការលទ្ធកម្មកូឡូនិងជាតំណាងអាយុដំថៅចិត្តថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនាព្រឹកថ្ងៃច័ន្ទទី16ខែមីនាឆ្នាំ2026នេះបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកម្រិតអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាទៅលើសំណើចរចាថ្លៃទៅលើការងារស្ថាបនាស្ដារនិងជួសជុលប្រព័ន្ធធារាសាស្ត្រព្រមទាំងគម្រោងការពារច្រាំងទន្លេសរុបចំនួន12គម្រោងស្ថិតនៅក្នុងកញ្ចប់ថវិកាចំពុក21សម្រាប់អនុវត្តក្នុងឆ្នាំ2026ដោយគម្រោងទាំង12នេះស្ថិតនៅក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន8រួមមានខេត្តពោធិ៍សាត់3គម្រោងខេត្តកំពង់ចាមនិងខេត្តស្វាយរៀង2គម្រោងខេត្តកំពង់ធំខេត្តបន្ទាយមានជ័យខេត្តតាកែវខេត្តសៀមរាបនិងខេត្តកណ្ដាល1គម្រោងនៅក្នុងមួយខេត្តកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការលទ្ធកម្មកូឡូអង្គភាពលទ្ធកម្មអឡូនាយកដ្ឋានវិស្វកម្មនិងនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេនៅក្នុងកិច្ចប្រជុំឯកឧត្តមសុតរស្មីបានបញ្ជាក់ថាកិច្ចប្រជុំនេះរៀបចំឡើងនៅក្នុងគោលបំណងធានាបាននូវភាពត្រឹមត្រូវគណនេយ្យភាពសង្កតិភាពនិងតម្លាភាពតាមរយៈការពិនិត្យនិងវិតម្លៃរួមគ្នាទៅលើបទដ្ឋានបច្ចេកទេសនិងតម្លៃប៉ាន់ស្មានជាក់ស្ដែងការពិភាក្សានេះនឹងផ្ដោតសំខាន់ទៅលើគុណភាពនិងនិរន្តរភាពនៃសំណង់ដែលផ្អែកទៅលើស្ថានភាពផ្ទាល់និងការប្រែប្រួលតម្លៃនៅក្នុងបរិបទសេដ្ឋកិច្ចសកលមុននឹងឈានទៅដល់ការសម្រេចឯកភាពជាផ្លូវការដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៅក្នុងការបម្រើផលប្រយោជន៍របស់ប្រជាកសិករនិងការបង្កបង្កើនផលនៅក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង. Nick Chimrali, PBU